ឧបករណ៍វិភាគបញ្ហាស្ថាប័នទាំងអ្នកប្រើប្រាស់ដែលពាក់ព័ន្ធឬសហគ្រិនដែលមានសិទ្ធិអំណាចមិនអាចផ្ដល់និរន្តរភាពឬរីកចម្រើនដោយខ្លួនឯងឡើយពួកគេត្រូវការបរិយាកាសអំណោយផលនិងរដ្ឋាភិបាលដែលផ្ដល់មូលនិធិសមស្របពីព្រោះបើគ្មានហិរញ្ញវត្ថុទេការងារនេះនឹងមិនអាចដំណើរការបានឡើយជាពិសេសចំពោះបង្គន់អនាម័យនិងឧបករណ៍អនាម័យសូមយើងឈប់និយាយថាវាទាំងអស់នេះជាប់ទាក់ទងនឹងអាកប្បកិរិយាហើយគិតថាការផ្លាស់ប្ដូរអាកប្បកិរិយាគឺជារឿងងាយស្រួលឬមិនចាំបាច់ផ្លាស់ប្ដូរជាការពិតណាស់អាកប្បកិរិយាជាផ្នែកនៃការរួមចំណែកមួយហើយអ្វីដែលចាំបាច់នោះគឺតម្រូវការគំនិតដែលថាគ្រប់គ្នានឹងវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងផ្ទះគឺមិនត្រឹមត្រូវទេការផ្ដល់ឲ្យហើយបន្ទាប់មករក្សាការផ្លាស់ប្ដូរអាកប្បកិរិយាមានន័យថាការវិនិយោគលើការផ្សព្វផ្សាយអំពីសុខភាពសាធារណៈទូទៅនៅសាលារៀននៅកន្លែងសាធារណៈនៅកន្លែងគោរពបូជាឡាក់សូមឈប់និយាយថាបង្គន់អនាម័យគឺជាបញ្ហាគ្រួសារមិនដូច្នោះឡើយវាគឺជាបញ្ហាសុខភាពសាធារណៈអ្នកអាចមានបង្គន់ដែលស្អាតបំផុតលើពិភពលោកប៉ុន្តែប្រសិនបើអ្នកបង្ហូរទឹកស្អុយចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកដែលនៅជិតបំផុតហើយរស់នៅវងព័ទ្ធដោយបរិយាកាសដែលមានពោពេញដោយលាមកនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមលើផ្លូវដែលអ្នកដើរនិងអាហារដែលអ្នកបរិភោគនោះវានឹងមិនមានអ្វីខុសប្លែកចំពោះសុខភាពរបស់អ្នកឬសុខភាពរបស់សហគមន៍ឡើយសូមឈប់និយាយថាវិស័យឯកជននិងអ្នកនឹងផ្ដល់ឲ្យវិស័យឯកជនមានតួនាទីសំខាន់ជាច្រើនក្នុងវិស័យបង្គន់អនាម័យប៉ុន្តែវិស័យឯកជននឹងមិនអាចដល់សេវាបង្គន់អនាម័យប្រកបដោយនិរន្តរភាពដោយខ្លួនឯងដល់មនុស្សគ្រប់គ្នាបានឡើយការទទួលបានជាសកលនៅសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទគឺអាស្រ័យលើប្រព័ន្ធដែលមានភាពស្មុគស្មាញនិងពាក់ព័ន្ធគ្នានោះមានន័យថាគ្រប់ផ្នែកទាំងអស់ឬឧបករណ៍ភាពបញ្ហានៃប្រព័ន្ធមិនមែនគ្រាន់តែមួយផ្នែកឡើយរួមមានប្រព័ន្ធច្បាប់និយមស្តង់ដារគោលនយោបាយនិងហិរញ្ញវត្ថុអ្នកផ្ដល់សេវានិយត្តករនិងអាជ្ញាធរយើងមិនអាចដោះស្រាយបញ្ហាប្រឈមអំពីកង្វះការទទួលបានរបស់សហគមន៍មួយក្នុងពេលតែមួយបានទេយើងត្រូវតែមានការចូលរួមជាមួយនឹងប្រព័ន្ធទាំងមូលទោះបីជាកំពុងផ្ដោតលើផ្នែកជាក់លាក់ណាមួយរបស់យើងក៏ដោយ